កម្ពុជានឹងចិនបើកចំនួន2+2លើកដំបូងពិភាក្សាបញ្ហាសន្តិសុខនិងការពារជាតិភ្នំពេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងទ្វេភាគីកម្ពុជានិងចិននឹងបើកកិច្ចប្រជុំពិសេសទម្រង់2+2ដែលមានការចូលរួមពីរដ្ឋមន្ត្រីសំខាន់ៗចំនួន4នាក់ដើម្បីពិភាក្សាលើប្រធានបទក្តីកគុកអំពីសន្តិសុខនិងការពារជាតិកិច្ចប្រជុំនេះគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី22ខែមេសាឆ្នាំ2026នៅរាជធានីភ្នំពេញដោយភាគីកម្ពុជាមានលោកប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងលោកទាសីហារដ្ឋមន្ត្រីការពារជាតិខណៈភាគីចិនមានលោកវ៉ាងអ៊ីរដ្ឋមន្ត្រីការបរទេសនិងតំណាងក្រសួងការពារជាតិចិនតាមក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថាជំនួបពិសេសនេះមិនមែនជាការទូតធម្មតាទេប៉ុន្តែជាវេទិកាយុទ្ធសាស្ត្រសម្រាប់ពិភាក្សាបញ្ហាសន្តិសុខជាក់ស្ដែងនិងបញ្ហាតំបន់នានាយន្តការ2+2នេះត្រូវបានព្រមព្រៀងបង្កើតឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោកស៊ីជីនភីងមកកម្ពុជាកាលពីឆ្នាំមុនដើម្បីលើកកម្ពស់ទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់និងពង្រឹងទំនុកចិត្តរវាងប្រទេសទាំងពីរទោះជាយ៉ាងណាសេចក្តីថ្លែងការណ៍ផ្លូវការមិនទាន់បានបញ្ជាក់លម្អិតអំពីយុទ្ធសាស្ត្រការពារជាតិឬវិធានការសន្តិសុខជាក់លាក់នោះទេគ្រាន់តែបញ្ជាក់ថាវាជាវេទិកាសម្រាប់ផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់និងអន្តរជាតិគួរឲ្យកត់សម្គាល់ថាជំនួបនេះកើតឡើងក្នុងបរិបទដែលស្ថានភាពព្រំដែនកម្ពុជាថៃនៅតែមានភាពតានតឹងនិងផុយស្រួយខណៈមានការអះអាងថាភាគីថៃនៅគ្រប់គ្រងដែនដីខ្លះរបស់កម្ពុជាបន្ទាប់ពីបទឈប់ច្បាប់កាលពីខែធ្នូឆ្នាំ2025អ្នកជំនាញមួយចំនួនពីរាជបណ្ឌិតសភាកម្ពុជាបានលើកឡើងថាកម្ពុជាត្រូវការពង្រឹងសមត្ថភាពការពារជាតិឲ្យបានលឿននិងការបន្តប្រើវិធីសាស្ត្រទូតដើម្បីការពារអធិបតេយ្យភាពជាតិជំនួប2+2លើកដំបូងនេះត្រូវបានរំពឹងថានឹងជួយលើកកម្ពស់វិស័យការពារជាតិនិងសន្តិសុខរបស់កម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀត។